Ba chấm số có đôi chữ số đây nữa nóគ្នាởថ្ងៃនេះដែរខ្ញុំមកប្រាប់អំពីរបៀប combine file មានន័យថា many file នៅក្នុង file zip តែមួយនៅក្នុង CNF របស់យើងអញ្ចឹងនេះគឺជា node ដែលប្រាប់ពីរបៀប combine file អញ្ចឹង combine file វាមានពីរប្រភេទវាមានថាមាន compression អញ្ចឹងនៅក្នុង line នេះវាមានពីរប្រភេទហ្នឹងហើយថាគឺជាប្រភេទcombine ធម្មតាមានន័យថាវាអត់ compression ទេវាទំហំប៉ុន្មានវាយកមកទាំងអស់ហើយអានេះដែរគឺ compression បានន័យថាវាជួយ save ទំហំរបស់យើង space ឲ្យវាកាន់តែទូចដើម្បីកុំឲ្យវាពេញ hard disk របស់យើងអញ្ចឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលអំពីរបៀបការ combine file ទាំងអស់គ្នាអញ្ចឹងនេះជា comment នៅថាអញ្ចឹងថាដក CVF ហើយនេះជា file ឬក៏ directory អញ្ចឹងយើងទៅមើលការអនុវត្តរបស់គ្នានៅក្នុង Linux អញ្ចឹងខ្ញុំ ls user root របស់ខ្ញុំអញ្ចឹងឃើញថាមានdirectory 2និង file 1អញ្ចឹងខ្ញុំសូម delete អានឹងអស់សិនខ្ញុំ omj សិន omj.or អានឹងយើង delete directory ហើយយើង file 1អញ្ចឹងយើងមិនបាច់ delete ទេដោយសារយើងមានស្រាប់ហើយអញ្ចឹងសារតែយើងមានស្រាប់ហើយយើងមិន delete ទេយើងក៏បាននិយាយចូលតាមដងអញ្ចឹងខ្ញុំបង្កើត directory វិញដៃ auto អូខេយើងឡើងហើយដល់ហើយអូខេអញ្ចឹងឃើញថាយើងមាន directory 2ហើយនិង file 3មាន file ធម្មតា file 1 file 2អូខេអញ្ចឹងយើងនឹង combine ទាំងអស់ហ្នឹងឲ្យទៅជាថាឲ្យជាប្រភេទsingle file អញ្ចឹងខ្ញុំប្រើ command ថា .cvf យើងចង់ combine ទាំងអស់ហ្នឹងយើងដាក់ file 1 .txt file 2 .txt file .txt អូខេអញ្ចឹងយើងបាន combine រួចហើយអញ្ចឹងយើង ls ls .l អញ្ចឹងវាអត់ទាន់បាន combine ទេអញ្ចឹងយើងទៅមើល command ទាំងអស់គ្នាលើខ្ញុំខុសកន្លែងណាមួយអញ្ចឹងអូខេអញ្ចឹងខ្ញុំភ្លេចដាក់ឈ្មោះ file ថាអញ្ចឹងខ្ញុំសុំបង្កើនម្ដងទៀតអញ្ចឹងយើងថា cvf ហើយ zip របស់យើងជាប្រភេទ file អីយើងដាក់ my file ថា dir1 dir2 file 1 .txt file 2 .txt file .txt អូខេអញ្ចឹងយើងបាន combine វារួចហើយទៅជា zip ថាតែមួយ file ថា single file យើងឥឡូវអញ្ចឹងឃើញថាយើងមានយើងភេទ file ថាមួយដែលមាន many file នៅក្នុងតែមួយហ្នឹងអូខេអញ្ចឹងយើងមើលទំហំទាំងអស់គ្នាអញ្ចឹងឃើញថាហ្នឹងវាមានស៊ីទំហំច្រើនពី2480វាស៊ីច្រើនវាអត់ save ដូចប្រភេទ compression ទេនេះមាន compression ទេគឺអញ្ចឹងយើងទៅមើលជានេះជា comment ដែលយើង combine វានៅក្នុង file តែមួយហើយយើងចង់ពលាវាវិញយើង extract យើងប្រើដដែលហើយយើងដូរពី C មក X វិញអូខេហើយយើងដាក់ឈ្មោះ file របស់យើងអញ្ចឹងយើងថា .xvf ហើយយើងដាក់ my file អូខេអញ្ចឹងខ្ញុំសុំ delete អានោះសិនហើយខ្ញុំពលាឡើងវិញកុំតន់ extract អញ្ចឹងយើង omj omj.or dir1 dir2 ខ្ញុំសុំលុប directory ហ្នឹងសិនហើយខ្ញុំលុប file ចោលហើយយើង omj file 1 .txt
file two dot txt file dot txt យើង remove យើង alt add ដល់អូខេអញ្ចឹងយើងមានតែ zip មួយទេអញ្ចឹងយើងចង់ extract ឡើងវិញយើងប្រើថា .l .h vf ហើយយើងដាក់ my file ថាអូខេអញ្ចឹងយើង extract វាឡើងវិញមានន័យថាយើងពន្លាវាមកវិញហើយអញ្ចឹងយើងបាន directory 2ហើយនិង file 3អញ្ចឹងយើង alt add មកខាងនេះហើយអញ្ចឹងវានៅមកវិញហើយអញ្ចឹងខ្ញុំសុំលុបអញ្ចឹងចូលចំណុចបន្ទាប់យើងនិយាយអំពីការ compress ម្ដងអញ្ចឹងការ compress វាមាន3វាមាន gzip ហើយវាមាន zip វាមាន gzip និង vzip ហើយយើងប្រើជាទូទៅប្រើ zip ដើម្បីឲ្យ copy ពី OS Linux ទៅកាន់ Windows បានហើយពេលនេះអាច copy បានទេដោយសារអីវាបានតែប្រភេទជា Linux ដូចគ្នាអញ្ចឹងសូម delete ខាងនោះចោលហើយយើងចូលចំណុច compression មួយទៀត mj my file អូខេយើងយើងទៅចំណុចបន្ទាប់គឺ zip អញ្ចឹងយើង combine តាម zip យើង combine ផងយើង compress ផងបានន័យថាយើងធ្វើឲ្យវាកាន់តែទូចអញ្ចឹងនេះគឺជា command យើងប្រើ zip.org file zip ឈ្មោះ file ហើយនឹង file របស់យើងឬក៏ directory អូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នា zip.org ហ្នឹងបើយើងមាន directory អញ្ចឹងយើងមាន directory ដែរអញ្ចឹង zip .txt file2 .txt file .txt dial1 dial2 អូខេ where error ខ្ញុំប្រើ command ខុសអូខេវា error file 1អញ្ចឹងខ្ញុំសុំ clear អស់គ្នាអញ្ចឹងខ្ញុំសុំ delete នៅចោលសិន dial1 dial2 mj file1 file2 txt file txt អត់ដែរចត់មាន file ទេខ្ញុំបង្កើតឡើងសាថ្មីអញ្ចឹងខ្ញុំ type មក type test1.txt test2.txt test3.txt ហើយយើងបាន file ហើយយើងដាក់ directory ពីទៀតមកអូខេដែរដាក់ rupp rupp អក្សរធំមួយទៀតហើយអញ្ចឹងយើងឲ្យ s ដល់អញ្ចឹងមាន directory 2និង file តែ3អញ្ចឹងយើង zip ទាំងអស់គ្នាយើងកុំ press វាទៀត zip.org អញ្ចឹងយើង zip.org rupp rupp test1.txt test2.txt test3.txt ហើយអញ្ចឹងយើងបាន zip វារួចហើយអញ្ចឹងបានន័យថាវាបាន store នៅក្នុង rupp អញ្ចឹងយើង extract វាទាំងអស់គ្នាអូសុំទោសខ្ញុំភ្លេចដាក់ឈ្មោះ file អូខេអញ្ចឹងយើងបាន zip បានន័យថាខ្ញុំបាន zip ទាំង3នេះទាំង4នេះ directory 1 file 3នៅក្នុង rupp នេះ
chẳng tới chẳng bắt đầu mà xa ấy dương đa bên một ok chẳng dương extract với một cái anh dương anh ship nó còn là anh ship hết để một file dương extract với một cái chẳng dương ls với xanh dương lục à file của option hòm chế cho nó bảo lại tốt on UPP ok chẳng dương on chế đầu tiếp chi phí dương giảm ok cho dương ls dương mình ta OUP ship mỗi tránh dương vật liệu file nó một cái dương phờ còn là anh ship đối dân đặt ship bao nhiêu dot ship ok chẳng những extract về nhà nhưng man vật liệu về mà về rồi rồi đấy nhưng ăn là ở lần học này chẳng anh ấy mình nhà pha ship nó với spec tu chia tha nó thiệt để ta ấy vì compress tha nó mình compression đi hay việc này copy từ Windows bạn thì chẳng dân ban vật liệu rồi chẳng miền directory or you can pay test 1 test 2 test 3 ok chẳng dân clear nó chẳng chẳng nói bắt top cứ dương thờ chi ship chẳng chi ship vì không không phải ban ta vì vì phở chi ship vì phở command ship đến tế mình đi về cái tùy chi ship dùng phở bàn o dùng phở command o làm bài create đi đã hay dùng trong extract với nhân phở chi anh ship thì chẳng dương từ compress thằng nhé chi ship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  o o UPP test 1 TT test 2 TT test 3 TT ok chẳng dương thơm dương ở đây thì chẳng mình thay dương file nó bị ọt tới không file tầm mũi thì vì này là dương xem cái gì chẳng mình cái chia cho nó cho chi ship hay dương trong cái vì mình cái tới chi ship gọi mình chắc quay là lấy chia với file tách một cái đấy thì cho dương extract với một win dương phở còn là phở ăn chẳng dương chi ăn gì test 1 TT test 2 TT test 3 TT chẳng chứ những ăn một cái với một đấy ok chẳng việc bắt là tôi chi xịt này nó cứ chia cho nó chi xịt hay cho nó trong cái cứ bi xịt thủ chẳng bi xịt thủ nó việc ai vào cho mỗi lần directory ban để việc và ban để cho mỗi lần file thì trong phôi cho nó chi xịt nó cứ ban ấy tha việc rất là to chứ tầm hôm việc rất là to chia xịt như tiệt là xịt nó vì ai copy ban cho mỗi Windows cứ cho nó sẽ phía maintain luôn nâng cho nó chi xịt hay trong phôi bi xịt ní việcអាចធ្វើជាមួយនឹង directory បានទេបានន័យថាយើងអាច combine វាជាមួយនឹង directory បានទេវា combine បានតែជាមួយ file នេះហើយ command របស់វាគឺយើងប្រើ bcpu ហើយ file ដដែលហើយនឹង an អូខេអញ្ចឹងយើងឲ្យថាទៅយើងទៅ create វាយើងវាយ bcpu
B12 ហើយយើងដាក់ file test1 .tt test2 .tt test3 .tt ហើយយើងអត់ F អូខេអញ្ចឹងវាទៅជា B12 ហើយមួយទៀតខ្ញុំចង់ដឹងថាវាអាច work ជាមួយនឹង directory បានអត់អញ្ចឹងខ្ញុំ uncompress វាមកវិញសិនបាត់ទេយើង B10 ទៅមក B12 ហើយអញ្ចឹងយើងដាក់ folder អូខេអញ្ចឹងវា alert message មកថា input file or UP is a directory អញ្ចឹងបានន័យថា file ហ្នឹងវាគឺជា directory អញ្ចឹងវាអាច support ជាមួយនឹង directory បានទេDC2 ហ្នឹងវា work បានតែជាមួយនឹង file ទេអញ្ចឹងចំណុចខ្ញុំមានតែប៉ុណ្្នឹងទេគឺនិយាយអំពីការ combine file ចូលគ្នានៅក្នុង OS នេះអញ្ចឹងជួបគ្នានៅវីដេអូបន្ត